បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះរវល់ត្រូវទៅក្រៅពងរៀបចំខ្លួនបាទទៅក្រៅផងប៉ុន្តែឆ្លៀតជម្រាបជូនប្រិយមិត្តពីអត្ថបទមួយរបស់ Al Jazeera ដែលគាត់បានសរសេរហើយមានអត្ថន័យល្អណាស់បាទពាក់ព័ន្ធជាមួយនឹងស្ថានភាពរបស់ជនភៀសសឹករបស់កម្ពុជាដែលនេះគឺជារឿងមួយល្អដែលសារព័ត៌មានធំដូចនេះអាចនឹងមកចំណាយពេលមករាយការណ៍អំពីស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជាអញ្ចឹងវាជារឿងមួយជួយទៅដល់ការយល់ដឹងពីអន្តរជាតិឲ្យដឹងថាតើស្ថានភាពរបស់ពលរដ្ឋភៀសសឹករបស់កម្ពុជានឹងយ៉ាងណាដែរណាអញ្ចឹងខ្ញុំសូមបកប្រែទូទៅជូនប្រិមិត្តគឺ Al Jazeera ទើបតែចេញផ្សាយនៅថ្ងៃទី9ខែឧសភាហ្នឹងគឺដាក់ចំណងជើងថាប្រជាពលរដ្ឋកម្ពុជាគឺតស៊ូលំបាកបាទនៅក្នុងកន្លែងដែលរត់ភៀសខ្លួនចេញពីលំនៅឋានដែលជីវិតរបស់ពួកគេប្រឈមការលំបាកក្នុងពេលដែលបាទបត់ជប់បាញ់គ្នាជាមួយនៅប្រទេសថៃនឹងនៅមានភាពតានតឹងនៅឡើយណាប៉ុន្តែជាភាសាខ្មែរខ្ញុំដាក់ថាបញ្ហាប្រឈមជនភៀសសឹកកម្ពុជាបាទអញ្ចឹងខ្ញុំសូមបកប្រែទូទៅក្រៅផ្លូវការជូនប្រិមិត្តថ្ងៃនេះអត់មានឃើញរូបខ្ញុំទេពីព្រោះអីកំពុងរៀបចេញទៅក្រៅផងបាទចឹងសូមអធិស្ឋានមិនបានគួរសមទេខ្ញុំបញ្ញាប់ទៅបើចឹងសូមអានទូតែម្ដងដើម្បីឲ្យប្រិមត្តបានដឹងនិងពិចារណាទាំងអស់គ្នាណាបាទពីព្រោះអីដូចដែលខ្ញុំបាននិយាយមុននឹងទៅចឹងគឺវាមានសារៈសំខាន់ណាស់ដែលសារព័ត៌មានធំដូច្នេះចាប់អារម្មណ៍ទៅលើបញ្ហារបស់កម្ពុជាជាពិសេសទៅលើស្ថានភាពរបស់ជនភៀសសឹកនៅពេលសួរថាតើនាងចំណាយពេលថ្ងៃរបស់នាងយ៉ាងដូចម្ដេចកុមារីសុកណាអាយុ11ឆ្នាំបានលើកឡើងពីបញ្ជីការងារផ្ទះមួយចំនួនដំបូងឡើយនាងទៅដងទឹកបន្ទាប់មកលាងចាននិងបោសសម្អាតស្លឹកឈើនិងធូលីដីចេញពីតង់ពណ៌ខៀវដែលគ្រួសាររបស់នាងឥឡូវនេះហៅថាជាផ្ទះនៅក្នុងទីធ្លាវត្តមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាសុកណានិងប្អូនស្រីរបស់នាងបានឈប់រៀនហើយម្ដាយរបស់ពួកគេអ្នកស្រីពុតរិនបាននិយាយថាចាប់តាំងពីផ្លាស់ទៅជំរំនេះសម្រាប់ប្រជាជនដែលបាត់បង់ទីជម្រកដោយសារការប្រយុទ្ធគ្នាថ្មីរវាងប្រទេសថៃនិងកម្ពុជាកុមារីទាំងពីរនាក់នេះស្ថិតក្នុងចំណោមមនុស្សជាង 34,440 នាក់ដែលនៅតែស្ថិតក្នុងជំរំភៀសសឹកនៅក្នុងប្រទេសកម្ពុជាដែលមានកុមារ11,355 នាក់គិតត្រឹមខែឧសភានេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាអ្នកស្រីពុតរិនបានប្រាប់ទូរទស្សន៍ Al Jazeera ថាខ្ញុំបានព្យាយាមប្រាប់ពួកគេឲ្យទៅរៀនប៉ុន្តែពួកគេមិនទៅទេដោយពន្យល់ពីរបៀបដែលជីវិតមិនថិតថេរចាប់តាំងពីជីវិតវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញបន្ទាប់ពីរត់គេចពីប្រទេសថៃដែលនៅជិតខាងជាកន្លែងដែលអ្នកស្រីបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅពេលដែលការប្រយុទ្ធគ្នាបានចាប់ផ្ដើមអ្នកស្រីពុតរិននិងក្រុមគ្រួសាររបស់នាងដែលអនាគតមើលទៅមិនច្បាស់លាស់សម្រាប់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែរនោះរួមទាំងសិស្សសាលារៀនជាច្រើនអ្នកដែលនៅតែស្ថិតក្នុងជំរំភៀសសឹកហើយជីវិតរបស់ពួកគេនៅតែត្រូវបានរំខានជាច្រើនខែបន្ទាប់ពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នាចុងក្រោយរវាងប្រទេសថៃនិងកម្ពុជាដោយត្រូវបានបង្ខំឲ្យរត់គេចចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ដែលកងទ័ពក្នុងស្រុកកំពង់ឈរជើងនិងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ឬនៅក្នុងតំបន់ដែលកាន់កាប់ដោយកងកម្លាំងថៃជនភៀសសឹកក្នុងប្រទេសកម្ពុជានិយាយថាពួកគេកំពុងរស់រានមានជីវិតដោយសារជំនួយឧបត្ថម្ភខណៈពេលដែលអ្នកដែលមានសំណាងជាងកំពុងផ្លាស់ប្ដូរពីតង់សង្គ្រោះបន្ទាន់ទៅនៅផ្ទះឈើដែលផ្ដល់ដោយរដ្ឋាភិបាលកម្ពុជាប៉ុន្តែដោយសារភាពតានតឹងនៅតែមានយ៉ាងច្បាស់រវាងថ្នាក់ដឹកនាំនៅទីក្រុងបាងកកនិងភ្នំពេញបត់ឈប់បាញ់ដល់ផុយស្រួយតាមបណ្ដោយព្រំដែនថៃកម្ពុជាមានន័យថាពួកគេមិនអាចវិលត្រឡប់មករកភាពប្រក្រតីវិញបាននៅឡើយទេតំបន់មួយចំនួននៅតាមព្រំដែនកម្ពុជាដូចជាភូមិជោគជ័យនិងភូមិព្រៃច័ន្ទក្នុងខេត្តបន្ទាយមានជ័យបានក្លាយជាចំណុចប្រមូលផ្ដុំសម្រាប់អ្នកជាតិនិយមដែលបង្ហោះនៅលើបណ្ដាញសង្គមអំពីការកាន់កាប់របស់ថៃលើទឹកដីកម្ពុជា
កំហឹងរបស់ពួកគេបានផ្ដោតទៅលើកុងតឺន័រដឹកជញ្ជូនធំៗនិងលូបន្លាដែលកងកម្លាំងថៃបានប្រើដើម្បីបិទផ្លូវចូលទៅកាន់ភូមិដែលធ្លាប់រស់នៅដោយប្រជាជនកម្ពុជានិងកាន់កាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នា កុងតឺន័រដែលដំឡើងដោយយោធាថៃឥឡូវនេះបង្កើតបានជាព្រំដែនថ្មីមួយប្រភេទរវាងប្រទេសទាំងពីរយោធាកម្ពុជាក៏បានរារាំងប្រជាជនដូចជាកសិករក្នុងស្រុកស៊ុនរ៉េតអាយុ67ឆ្នាំមិនឲ្យវិលត្រឡប់ទៅផ្ទះវិញបានទេដោយសារនៅក្នុងតំបន់ជួរមុខដែលនៅតែជាតំបន់យោធាដែលមានកងទ័ពត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាក្នុងករណីមានការប្រយុទ្ធជុំថ្មីមួយកើតឡើងលោកបានបញ្ជាក់ថាឥឡូវនេះមូលដ្ឋានយោធាកម្ពុជាស្ថិតនៅជាប់នៅផ្ទះរបស់ខ្ញុំលោកស៊ុនរ៉េតបាននិយាយដោយបន្ថែមថាអ្នកស្រីស៊ុនរ៉េតបាននិយាយដោយបន្ថែមថាអ្នកស្រីមិនត្រូវបានអាជ្ញាធរអនុញ្ញាតទៅសម្រាកនៅក្នុងផ្ទះតូចរបស់នាងឬបេះក្របស្វាយចន្ទីពីកសិដ្ឋានរបស់នាងដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចនោះទេរបៀបដែលភ្នំយុទ្ធសាស្ត្រមួយបានសម្រេចចិត្តលើបទច្បាញ់រវាងថៃនិងកម្ពុជាកុមារកម្ពុជាផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើពាក្យចចាមអារាមនៃសង្គ្រាមចំនួនព្រំដែនដ៏យូរអង្វែងរវាងថៃនិងកម្ពុជាបានផ្ទុះឡើងជាចំនួនពីរជុំកាលពីឆ្នាំមុនក្នុងរយៈពេលជាង5ថ្ងៃក្នុងខែកក្កដានិងជិត3សប្តាហ៍ក្នុងខែធ្នូមនុស្សរាប់សិបនាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅទាំងសងខាងហើយជនស៊ីវិលរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេខណៈដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរបានបាញ់កាំភ្លើងរ៉ុកែតហើយក្នុងករណីដែលប្រទេសថៃបានធ្វើការវាយប្រហារតាមអាកាសយ៉ាងជ្រៅចូលទៅក្នុងទឹកដីកម្ពុជាប្រទេសថៃមានកងទ័ពអាកាសទំនើបដែលមានសមត្ថភាពយោធាដែលប្រទេសជិតខាងតូចជាងរបស់ខ្លួនមិនមានមន្ត្រីកម្ពុជានិងថៃបានសម្រេចបទជបាញ់នៅថ្ងៃទី27ខែធ្នូប៉ុន្តែស្ថានភាពនៅតែតានតឹងអស់រយៈពេល5ខែមកហើយសម្រាប់គ្រួសារដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាការសិក្សានៅតែបន្តសម្រាប់កុមារភាគច្រើននៅក្នុងជំរំភាសឹកប៉ុន្តែឪពុកម្ដាយនិយាយថាការអប់រំត្រូវបានខកខានខណៈពេលដែលជីវិតរបស់ពួកគេនៅតែមិនទាន់មានស្ថិរភាពម្ដាយនៅជំរំវត្តបាក់កម្មសម្រាប់អ្នកភាសឹកនៅខេត្តព្រះវិហារបានប្រាប់ទូរទស្សន៍ Al Jazeera ថាសិស្សបឋមសិក្សាអាចចូលរៀននៅសាលាក្នុងស្រុកប៉ុន្តែសិស្សវិទ្យាល័យត្រូវធ្វើដំណើរជារៀងរាល់ថ្ងៃទៅកាន់ទីរួមខេត្តចម្ងាយប្រហែល15គីឡូម៉ែត្រឥឡូវនេះការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់បានធ្វើឲ្យស្ថានភាពកាន់តែពិបាកសម្រាប់សិស្សវ័យជំទង់ដែលមានម៉ូតូប្រើប្រាស់ក្នុងការធ្វើដំណើរទៅសាលារៀនអ្នកស្រីគីនម៉ៃភុំអ្នកដឹកនាំបច្ចេកវិទ្យាទេសសម្រាប់កម្មវិធីអប់រំរបស់អង្គការ World Vision ដែលកំពុងផ្ដល់ការគាំទ្រដល់ជំរំនានាបាននិយាយថាអត្រាបោះបង់ការសិក្សានិងកុមារដែលមិនចូលរៀនបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងចំណោមសិស្សដែលមកពីតំបន់ព្រំដែនដែលត្រូវបានចាកចេញលោកស្រីគីនម៉ៃភុំបាននិយាយថាស្ថានភាពនេះគឺជាចំណុចស្នូលនៃបញ្ហាគ្រួសារដែលត្រូវបានបណ្ដេញចេញត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅទៅកាន់ជំរកសាលារៀននិងកន្លែងសិក្សាបណ្ដោះអាសន្នខ្វះសម្ភារៈបរិក្ខារហើយសិស្សមួយចំនួនមានរបួសផ្លូវចិត្តដោយសារតែចំនួនលោកស្រីគីនម៉ៃភុំបាននិយាយថាអាជ្ញាធរមូលដ្ឋានមានការព្រួយបារម្ភថាកុមារជាច្រើនអាចនឹងមិនត្រឡប់ទៅសាលារៀនវិញទេប្រសិនបើការផ្លាស់ទីលំនៅនិងការលំបាកផ្នែកសេដ្ឋកិច្ចនៅតែបន្តលោកស្រីខួនផលីជាម្ដាយដែលមានកូន2នាក់បាននិយាយថាអ្នកស្រីបានកត់សម្គាល់ឃើញពីផលប៉ះពាល់នៃសង្គ្រាមលើកូនស្រីនិងកូនប្រុសរបស់គាត់ដែលកំពុងសិក្សានៅថ្នាក់ទី1និងទី3នៅសាលាបឋមសិក្សាពេលពួកគេត្រឡប់មកពីសាលារៀនវិញអ្នកស្រីយួនផលីបាននិយាយថាពួកគេបានប្រាប់អ្នកស្រីអំពីពាក្យចចាមអារាមដែលពួកគេបានឮអំពីការប្រយុទ្ធគ្នាឡើងវិញរវាងប្រទេសកម្ពុជានិងថៃអ្នកស្រីបាននិយាយថាអារម្មណ៍ពួកគេមិនបានផ្ដោតទាំងស្រុងលើសាលារៀនទេពួកគេផ្ដោតច្រើនជាងទៅលើពាក្យចចាមអារាមទាំងនោះពិភពរបស់កុមារកូនរបស់នាងរងផលប៉ះពាល់ច្រើនជាងដោយសារចំនួនពីព្រោះឪពុករបស់ពួកគេជាទាហានដែលឈរជើងនៅតំបន់មុំ3នៃព្រំដែនក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខែធ្នូអ្នកស្រីយួនផលីបាននិយាយថានាងមិនអាចបញ្ចុះបញ្ចូលកូនរបស់នាងឲ្យទៅសាលារៀនបានទេព្រោះពួកគេទាំងអស់គ្នារងចាំមើលថាតើឪពុករបស់ពួកគេនឹងហៅទូរស័ព្ទពីជួរមុខឬអត់
នាងបាននិយាយថាខ្ញុំមិនអាចទប់ទឹកភ្នែកបានទេហើយនោះបានបន្ថែមសម្ពាធបន្ថែមទៀតទៅលើកូនរបស់ខ្ញុំពួកគេនឹងសួរអំពីឪពុករបស់ពួកគេនិងសុខទុក្ខរបស់គាត់ឥឡូវនេះបន្ទាប់មកពួកគេបានប្រាប់ខ្ញុំឲ្យញ៉ាំបាយពួកគេយល់ពីអារម្មណ៍របស់ខ្ញុំនាងបាននិយាយថាការផ្ដោតអារម្មណ៍របស់កូនរបស់នាងលើការសិក្សារបស់ពួកគេបានប្រសើរឡើងបន្ទាប់ពីឪពុករបស់ពួកគេបានត្រឡប់មកពីការប្រយុទ្ធនៅមកកាន់ជំរំដែលពួកគេកំពុងស្នាក់នៅដើម្បីសម្រាកនិងសះស្បើយពីជំងឺនិងរបួសដែលបានកើតមានឡើងនៅក្នុងសមរភូមិបាទអត្ថបទនេះនៅវែងបន្តទៀតប៉ុន្តែខ្ញុំសូមជូនប្រិមិត្តប៉ុណ្ណឹងបាទដោយសារតែដល់ម៉ោងទៅចេញទៅខាងក្រៅហើយបាទអញ្ចឹងប្រិមិត្តណាដែលចេះភាសាអង់គ្លេសចូលមកអត្ថបទនេះគឺមានអត្ថន័យសំខាន់ណាស់ជាពិសេសជួយទៅដល់ស្ថានភាពនៅក្នុងប្រទេសកម្ពុជាឲ្យបានពិភពលោកបានដឹងដើម្បីឲ្យមានការដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃឲ្យដោះស្រាយបញ្ហានេះឲ្យបានឆាប់បាទសូមអរគុណសូមជម្រាបលាអតីតនាយករដ្ឋមន្ត្រីដែលបង្កការបែកបាក់របស់ប្រទេសថៃបានចេញពីពន្ធនាគារហើយប៉ុន្តែតើសម័យកាលលោកថាក់ស៊ីនបានចប់ហើយឬនៅនេះជាសំណួរដែលលើកឡើងដោយសារព័ត៌មាន BBC សម្រាប់បុរសម្នាក់ដែលបានចំណាយពេលភាគច្រើននៃការនិរទេសខ្លួន20ឆ្នាំកន្លងមកនិង8ខែកន្លងមកនៅក្នុងពន្ធនាគារអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត់នៅតែលេចធ្លោយ៉ាងខ្លាំងនៅក្នុងប្រទេសថៃការដោះលែងរូបគាត់ពីពន្ធនាគារដោយមានពាក់ខ្សែកជើងអេឡិចត្រូនិកបន្ទាប់ពីបានជាប់ពន្ធនាគារខ្លះក្នុងទោសមួយឆ្នាំពីបទពុករលួយនិងការរំលោភអំណាចក្នុងអំឡុងពេលដែលគាត់បានកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ2001ដល់ឆ្នាំ2006គឺជាព័ត៌មានសំខាន់នៅក្នុងប្រទេសថៃអ្នកគាំទ្ររាប់រយនាក់ដែលស្លៀកពាក់ពណ៌ក្រហមបានអបអរសាទរនៅពេលដែលលោកថាក់ស៊ីនបានចេញពីពន្ធនាគារខ្លងព្រេមនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃច័ន្ទទី11ខែឧសភាដោយពាក់អាវពណ៌សនិងកាត់សក់ខ្លីគាត់ត្រូវបានស្វាគមន៍ដោយសមាជិកគ្រួសាររួមទាំងកូនស្រីរបស់គាត់គឺអតីតនាយករដ្ឋមន្ត្រីអ្នកស្រីផេថងថានស៊ីណាវ៉ាត់ការទទូចរបស់គណបកភឿថៃរបស់គាត់គឺថាចាប់ពីពេលនេះតទៅគាត់នឹងនៅតែស្ថិតនៅខាងក្រោយមិនអាចបញ្ឈប់ការប៉ាន់ស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីទូនាទីរបស់គាត់ដែលអាចនៅតែដើរតួក្នុងនយោបាយថៃបាននោះទេលោកថាក់ស៊ីនបានជាប់ពន្ធនាគារកាលពីខែកញ្ញាកន្លងទៅបន្ទាប់ពីតុលាការកំពូលបានសម្រេចថារយៈពេល6ខែដែលលោកបានចំណាយពេលនៅក្នុងមន្ទីរពេទ្យប៉ូលីសបន្ទាប់ពីលោកវិលត្រឡប់មកប្រទេសថៃវិញគឺជាល្បិចកលមួយដើម្បីជៀសវាងការជាប់ទោសខណៈពេលដែលលោកថាក់ស៊ីនជាប់ពន្ធនាគារគណៈបកភឿថៃទទួលបានលទ្ធផលអាក្រក់បំផុតក្នុងការបោះឆ្នោតទូទៅកាលពីខែកុម្ភៈគណៈបកនេះបានធ្លាក់ចុះទៅចំណាត់ថ្នាក់ទី3នៅពីក្រោយគណៈបកប្រជាជនដែលនិយមកំណែទម្រង់ហើយត្រូវបានគ្របដណ្ដប់ដោយគណៈបកអភិរក្សនិយមភូមិចៃថៃដែលទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃអារម្មណ៍ជាតិនិយមបន្ទាប់ពីសង្គ្រាមព្រំដែនជាមួយនឹងប្រទេសកម្ពុជាគណៈបកភឿថៃត្រូវបានបង្ខំឲ្យទទួលយកធ្វើជាដៃគូចម្រុះតូចតាចនៅក្នុងរដ្ឋាភិបាលថ្មី